ស៊ូចិនកំពុងអង្គុយចុចទូរស័ព្ទរកទិញចង្ក្រានកម្ដៅម៉ាស៊ីនធ្វើទឹកកកនិងជូងអនាម័យអាវ៉ាន់អស់នេះគ្មានលក់នៅតាមផ្សារទំនើបទេសំណាងឲ្យដែលមានលក់តាមអនឡាញទិញស្រួលឲ្យដឹកជញ្ជូនលឿនទៀតគាត់សម្លឹងមើលទៅក្រៅសម័យនឹកឃើញដល់គ្រោះមហន្តរាយអាកាសធាតុក្តៅហែងនិងរងាចជាក់កកឈាមដែលជិតធ្លាក់មកដល់បើចង់រស់ឆ្លងផុតគឺពឹងលើអាវ៉ាន់ពីរមុខនេះហើយថាតើគាត់ទិញស្តុកទុកបានច្រើនប៉ុណ្ណាម្ដងចាំយូរគាត់ទេទៅកំងទិញជូងអនាម័យចំនួន2000តោនភ្លាមខាងនោះប្រាប់ថាតម្លៃ2500យន្តក្នុង1តោនបរិះយើងលុយពេញកាបូបស្រាប់ក៏យកព្រមបន្តវ៉ាសំបីមួយម៉ាត់រួចវេលុយ500000កក់មុនយ៉ាងលុយឆាយហើយប្រាប់ថាពេលប្រគល់អីវ៉ាន់ទើបឲ្យលុយបង្ក្រប់បន្ទាប់មកគាត់ក៏ទេទៅរោងចក្រទឹកកកម្ដងដើម្បីកំងទឹកកកតែលើកនេះគាត់ប្រាប់ថានឹងចុះទៅនិយាយផ្ទាល់ដល់កន្លែងតែម្ដងពេលកំពុងដើរចេញមកក្រៅមិនទាន់បានប្រមាណផងលីណាឃើញមកគាត់ភ្លាមក៏ចាប់ផ្ដើមសម្ដែងផ្លេតថាប្រមាណថ្ងៃនេះសៀវឈៀននឹកគេណាស់ស៊ូឆេតនឹងក្នុងចិត្តមីមួយនេះចូលចិត្តណាស់ខាងចាក់រកឲ្យសៀវឈៀនដែលជាមិត្តភក្តិវាឲ្យមកទៀមទាយកផ្ទះរបស់គាត់រួចសួរបើថានឹកចង់បានផ្ទះរបស់អញទៅត្រូវលីណាធ្វើជាស្ដីបន្ទោសថាពីមុនឈៀនធ្វើចរកិច្ចកងកន្លងមកគឺគ្រាន់តែជាការលបងចិត្តទេកុំល្ងងមិនដឹងខ្យល់អីពេកសៀវឈៀនក៏ស្ទុះចូលមកធ្វើមុខគួរអាណិតសូមឲ្យគាត់ដើរកំដរនាងបន្តិចថែមទាំងធ្វើជាសុំទោសដែលម្សិលមិញនាងមួម៉ែដាក់គាត់ទៀតតែសំទោសសូចិនយើងលែងល្ងងហើយគាត់មកខ្ចីខ្វល់ព្រមទាំងបោះសម្ដីមួយម៉ាត់ថាថ្ងៃនេះរវល់ណាស់ចង់ទៅណាទៅខ្លួនឯងទៅរួចក៏ងាកហៅតាក់ស៊ីជិះចេញទៅបាត់ទុកឲ្យកញ្ញាទាំងពីរនាក់នេះឈរឡើងគាំងឈៀននៅតែល្ងងគិតថានេះគ្រាន់តែជាការសាក់លបងចុងក្រោយរបស់សូចិនទេរួចក៏នាំគ្នាហៅតាក់ស៊ីជិះតាមពីក្រោយយ៉ាងបញ្ញាប់ងាកមកមើលស៊ូឆិនវិញគាត់បានមកដល់រោងចក្រទឹកកកហើយជួបជាមួយតកែរោងចក្រផ្ទាល់ស៊ូឆិននិយាយចំថាចង់បានទឹកកកអាចហូបបានចំនួន2000តោនតើត្រូវការពេលប្រមាណទើបអាចរៀបចំវាបានតកែអួតប្រាប់ថារោងចក្រគាត់នេះធានាគុណភាពនិងល្បឿនត្រឹម3ថ្ងៃគឺរួចរាល់តម្លៃ400យន្តក្នុង1តោនសរុប800,000យន្តក្នុង2000តោនមិននិយាយច្រើនស៊ូឆិនចុចទូរស័ព្ទវេលលុយ100,000កក់ភ្លាមរួចប្រាប់ថា3ថ្ងៃទៀតដឹកទៅតាមអាសយដ្ឋានដែលគាត់ឲ្យតកែភ្ញាក់ព្រឹត្តបើកភ្នែកធំពេលឃើញលុយលោតចូលគណនីលេងសួរទាំងឆ្ងល់ថាទិញទឹកកកច្រើនម្លេះយកទៅធ្វើកម្មវិធីអីមែនស៊ូឆិនឆ្លើយទាំងកោថាយកទៅធ្វើសប្បុរសធម៌នៅអាហ្វ្រិករួចក៏ដើរចេញទៅបាត់តកែសរសើរមិនដាច់ពីមាត់ថាក្មេងចំនួននេះធ្វើការលឿនមែនតែននិយាយត្រូវគ្នាទាំងមិនទាន់ផុតពីមាត់ទ្វារផងពេលនោះកញ្ញាអត់ការងារធ្វើ2នាក់នោះក៏ជិះតាក់ស៊ីមកដល់ល្មមឈៀនក៏ស្ទុះទៅសួរទាំងអៀនព្រានថាស៊ូឆិនដែលជាគូដណ្ដឹងរបស់នាងមិញនេះគេនិយាយអីខ្លះតកែលើពាក្យគូដណ្ដឹងចង់គាំងរួចប្រាប់ថាមិញនេះស៊ូទៅតែកំងទិញទឹកកកតម្លៃ800,000មី2នាក់លើឲ្យភ្នែកសព្រាតភ្ញាក់ផ្អើលចង់ជ្រុះចង្ការពួកនាងទៅតែដឹងថាស៊ូឆិនគឺជាសេដ្ឋីលាក់មុខសោះរួចលីណាក៏សួរតកែថាគេយកទឹកកកទៅធ្វើអីតកែក៏ប្រាប់តាមត្រង់ថាគេយកទៅធ្វើសប្បុរសធម៌នៅអាហ្វ្រិកមី2នាក់នេះស្ដាប់ហើយឈរឡើងគាំងព្រោះមិននឹកស្មានថាគេយកលុយទៅចោលលេងបែបនេះទិញអីវ៉ាន់រួចរាល់អស់ហើយស៊ូឆិនក៏ឆ្លៀតពេលមកហាងអាហារទំនើបមួយដើម្បីរីករាយនឹងជីវិតមុនពេលពិភពលោកវិនាសអ្នកបម្រើចេញមកស្វាគមន៍គាត់យ៉ាងរាក់ទាក់គាត់នឹកឃើញការវិជាតិមុនរវល់តែធ្វើការស៊ីឈ្នួលគេសូម្បីតែពេលទៅខឹកកាហ្វេក៏គ្មានផងកុំថាឡើយបានចូលហាងទំនើបបែបនេះគាត់អង្គុយមើលនុយសិតតែម្ហូបថ្លៃក៏ពពកដូចជាថ្លើមទាព្រៃកង្កែបទឹកកកអណ្ដាតទាជាដើមសមឲ្យតែជាហាងលំដាប់អភិជនស្រាប់តែគាត់ចាប់អារម្មណ៍នឹងមុខម្ហូបមួយដែលមានរូបសញ្ញាសួរតម្លៃរហូតដល់17000អ្នកបម្រើស្រីបញ្យល់ថានេះជាមុខម្ហូបពិសេសដែលចុងភៅឯកប្រចាំហាងជាអ្នកធ្វើផ្ទាល់ចំណែកឯម្ហូបអីនោះគឺអាស្រ័យលើការច្នៃប្រឌិតរបស់គាត់ស៊ូឆាន់លឺហើយក៏ចាប់អារម្មណ៍កំងយកមុខម្ហូបនោះតែម្ដងពេលកំពុងរងចាំគាត់ក៏ទាញសៀវភៅមួយក្បាលមកមើលហើយនឹកឃើញដល់គ្រោះមហន្តរាយកាលពីជាតិមុនដែលពេលនោះមានថាមពលចម្លែកម្យ៉ាងធ្វើឲ្យសត្វជាច្រើនខ្លាចជាបិសាចកាចសាហាវគាត់នឹកឃើញដល់សត្វពស់បិសាចមានស្លាបមួយក្បាលនៅក្នុងសៀវភៅដែលមុខមាត់វាស្រដៀងនឹងសត្វចម្លែកដែលគាត់ធ្លាប់ជួបកាលពីជាតិមុនណាស់ស្រាប់តែពេលនោះចុងភៅស្រីសក់ពណ៌ផ្កាឈូកដ៏សិចស៊ីម្នាក់ដើរយួរចានម្ហូបយកមកឲ្យគាត់ផ្ទាល់នាងណែនាំខ្លួនថាជាចុងភៅឯកប្រចាំហាងហើយនេះជាម្ហូបដែលនាងច្នៃពិសេសសម្រាប់គាត់ស៊ូឆិនងើបមកឡើងសម្លឹងមើលនាងរួចក៏បែកញើសត្រជាក់ស្រាប់តែម្ដងគាត់ស្គាល់ច្បាស់ណាស់កញ្ញានេះគឺទួនយ៉ាដែលកាលពីជាតិមុនគេដាក់រហស្សនាមឲ្យថាចុងភៅនរកកាលនោះនាងមានទេពកោសល្យអាចយកសាច់សត្វចម្លែកមកធ្វើជាម្ហូបដ៏មានឱជារសដែលគ្មាននរណាម្នាក់អាចទប់ចិត្តមិនឲ្យភ្លក់បានឡើយប៉ុន្តែម្ហូបនោះគឺធ្វើឡើងពីប្រភពមេរោគបំផ្លាញកោសិកាអ្នកណាហ៊ានស៊ីគឺប្រកាសជាងាប់មិនខានមីចុងភៅនរកឃើញគាត់ធ្វើមុខស្លេកបែកញើសដោយក្របពោតក៏សួរទាំងចម្ងល់ថាមិននឹងខ្លាចស្រីស្អាតដោយនាងដាក់ថ្នាំបំពុលក្នុងម្ហូបមែនរួចនាងក៏រៀបរាប់ពីឈ្មោះម្ហូបនេះថាវាមានឈ្មោះជីវិតមុខពីរម្ខាងបំពងស្រួយម្ខាងទៀតជានឹងមានរសជាតិពីរខុសគ្នាក្នុងសាច់គោតែមួយធានាថាឆ្ងាញ់ជាប់មាត់ស៊ូឆាន់កាត់សាច់ស្តេកដាក់ចូលមាត់ទំពាភ្លក់មើលរួចគិតក្នុងចិត្តថារសជាតិពិតជាមិនធម្មតាមែនម្ហូប10000ជាងនេះពិតជាស័ក្តិសមនឹងតម្លៃគាត់លួចស្រមៃថាបើថ្ងៃចុងក្រោយនៃពិភពលោកមកដល់ហើយបាននាងធ្វើម្ហូបឲ្យស៊ីរាល់ថ្ងៃច្បាស់ជាអែមណាស់តែគិតចុះគិតឡើងក៏ដកកំណត់នេះវិញព្រោះអ្នកណាតែដឹងថាកញ្ញាមួយនេះវាអាចនឹងដាក់ថ្នាំបំពុលគាត់ពេលណានោះកាត់ឈុតមកក្រៅហាងមីចង្រៃទាំងពីរនាក់នោះក៏បានដើរមកដល់ល្មមលីណាប្រាប់ថាម្ហូបមួយចាននៅទីនេះតម្លៃខ្ទង់10000ឯណោះប្តីរបស់ឯងពិតជាកូនសេដ្ឋីលាក់មុខមែនវាបញ្ចូលឈានថាបើបានធ្វើជំទាវហើយកុំភ្លេចមិត្តភក្តិម្នាក់នេះផងរួចវាក៏រអ៊ូថាឈរចាំឡើងមុខខាំហើមជើងអស់ហើយសៀវឈានធ្វើមុខជឿជាក់មិនដឹងខ្យល់តបវិញថានាងប្រកាសជាបានឡើងធ្វើជាជំទាវធំមិនពេលយប់ចូលមកដល់វីដេអូកាត់មកកាន់ក្លឹបដែលជាកន្លែងស៊ីផឹកចាយលុយរាប់លានរបស់ពួកអភិជនស៊ូឆាន់កំពុងអង្គុយសង្ហាឯកោនៅទីនោះនៅពេលពិភពលោកវិនាសកន្លែងស៊ីផឹកលុយឆាយបែបនេះក៏លែងមានទៀតដែរកាលពីជាតិមុនគាត់ស្ដាយណាស់ដែលមិនធ្លាប់បានចូលមកស្គាល់ជាក្លឹបនឹងគេ
ស្រាប់តែមានស្រីៗជើងឡើងសពប្រមាណអ្នកចូលមកចោមរំចាក់ស្រាឲ្យគាត់រួចអស់ទាញឲ្យផឹកជាមួយគ្នាពួកនាងក៏បានណែនាំមិត្តភក្តិម្នាក់ទៀតឈ្មោះយុនយុនដែលទៅតែមកក្លឹបនេះជាលើកដំបូងដោយសារតែសង្សារនាងលួចមានស្រីពួកនាងក៏នាំមកផឹកកំដរទុកយុនយុននិយាយទាំងទឹកមុខសោកសៅថាអាប្រុសចង្រៃនោះលួចទៅតាក់ទងជាមួយមីកញ្ចាស់ម្នាក់ពិតជាអត់ភ្នែកមែនស៊ូឆិនក៏តបទៅវិញយ៉ាងចាក់ដោតថាចរិតប្រុសវាអញ្ចឹងហើយសណ្ដានយ៉ាងម៉េចគឺនៅតែអញ្ចឹងលើបែបនេះយុនយុនក៏លើកកែវស្រាស់ទំហំយៈអកផឹកដាច់ផ្ងាតែម្ដងយុនយុនផឹកស្រវឹងធ្លាក់ភ្នែកក៏សួរស៊ូឆិនទាំងអៀនព្រានថាតើគាត់នៅលាវឬអត់រួចក៏ឲ្យមកផ្អឹបដើមទ្រង់បំណងចង់គីគីឡូជាមួយគាត់ជួនពេលនោះសៀវឈៀននិងលីណាក៏នៅក្លឹបនោះដែរហើយក៏លេចឃើញសកម្មភាពនេះពេញភ្នែកលីណាចង្អុលបង្ហាញភ្លាមសៀវឈៀនក្តៅស្លឹកត្រចៀកឆេវស្រែកវ៉ាស់ឡើងថាស៊ូឆិនឯងកំពុងធ្វើស្អីហ្នឹងនេះឯងលួចមានស្រីក្រៅមែនទេធ្វើដោយខ្លួនឯងនឹងជាប្រពន្ធពេញច្បាប់របស់គេអញ្ចឹងស៊ូឆាន់ស្ដាប់បញ្ចូលតិចខ្ជិលឆ្លោះក៏គ្រាយុនយុនចេញទៅក្រៅបាត់ទុកឲ្យមានពីរនាក់នោះឈរចំហមាត់ចូលមកដល់បន្ទប់មួយយុនយុនធ្វើជាអៀនព្រាននិយាយរដើនថានេះជាលើកទី1របស់នាងហើយស៊ូឆាន់មិនខ្វល់លើកដៃរុញក្បាលនាងមួយចង្អុលដៃឡើងក្រហមថ្ងាសរួចប្រាប់ឲ្យភ្ញាក់ខ្លួនឡើងកុំស្វឹងពេកហើយផ្ដាំថាប្រហែលថ្ងៃនេះកុំចេញក្រៅឲ្យសោះគួរតែទិញម្ហូបស្តុកទុកក្នុងផ្ទះឲ្យច្រើនទៅយុនយុនងក់ក្បាលយកព្រមទាំងងឿងឆ្ងល់ស៊ូឆិនបើកទ្វារដើរចេញមកក្រៅវិញហើយគិតក្នុងចិត្តថាមនុស្សស្រីដែលងប់ងល់នឹងស្នេហាមិនស័ក្តិសមនឹងមកកន្លែងបែបនេះទេហើយក៏គ្មានអនាគតដែរគាត់លួចស្ដាយក្រោយបន្តិចដែរដែលបោះបង់ឱកាសមាសបែបនេះចោលទាំងមិនអស់ចិត្តងាកមកកញ្ញាពីរនាក់នោះវិញកំពុងឈរស្ទាក់នៅមុខបន្ទប់ផ្សេងស្រែកហៅស៊ូឆិនយ៉ាងឡូឡាគិតថាគេនៅក្នុងនឹងស៊ូឆិនដើរចេញមកឃើញមីពីរនាក់នេះកំពុងធ្វើរឿងឡប់ក៏គិតក្នុងចិត្តថាមានមីពីរនាក់នេះនៅទីនេះយប់នេះច្បាស់ជាគ្មានអីសប្បាយទៀតទេរួចក៏ដើរហួសទៅបាត់វីដេអូកាត់មកឃ្លាំងធំមួយនៅតំបន់ជាយាក្រុងឡានដឹកទំនិញធំៗបានមកដល់ថាកែខាងដឹកជញ្ជូនសួរស៊ូឆិនថាចង្ក្រានកម្ដៅខ្នាតធំទាំង20គ្រឿងនេះទុកនៅណាហើយឃ្លាំងនេះគ្មានបន្ទប់ត្រជាក់ទេបើដាក់តកកច្បាស់ជាលេអស់មិនខានប្រាប់ឲ្យទុកតកកនៅមាត់ទ្វារនឹងហើយរួចជួញចង្ក្រាននិងម៉ាស៊ីនធ្វើតកកចូលទៅខាងក្នុងឲ្យអស់ទៅអ្នកជូនមានទូនាទីតែជញ្ជូនបានហើយកុំសួរច្រើនរីឯសហាយរបស់សៀវឈៀនកំពុងជ្រៀតគេឯងក្នុងហ្វូងមនុស្សសៀវឈៀនថាស៊ូឆិនបានទៅជួឃ្លាំងដ៏ធំមួយនៅតំបន់ជាយក្រុងហើយទិញម៉ាស៊ីនចម្លែកធំយកទៅទុកនៅទីនោះសៀវឈៀនក៏ឆ្ងល់ថាស៊ូឆិនទីរបស់អស់នោះយកទៅធ្វើអីលីណាឃើញគេកំពុងរៀបចំតុចិននិងក្រាកម្រាព្រំក្រហមយ៉ាងប្រណិតក៏បញ្ជោសៀវឈៀនថានេះប្រកាសជាស៊ូឆិនរៀបចំកន្លែងសម្រាប់សុំនាងរៀបការហើយមើលចុះរៀបចំធំដុំម្លេះភ្ញៀវច្បាស់ជាមកពីគ្រប់ទិសទីមីសៀវឈៀនស្ដាប់ហើយជឿសុបតែម្ដងធ្វើមុខជឿជាក់ឡើងក៏ពពកនិយាយលេងរឹកថាហ៎បើទោះជាគេសុំរៀបការក៏មិនប្រកាសថាខ្ញុំយកព្រមភ្លាមដែររួចក៏បណ្ដាលគ្នាដើរចូលទៅរកស៊ូឆិនយ៉ាងមានអំនួតឃើញស៊ូឆិនភ្លាមនាងសម្លឹងមើលនាងដោយកសែភ្នែកស្មើរួចតបយ៉ាងចុកឈាមថាជួយជញ្ជូនអីវ៉ាន់សិនមកបើជញ្ជូនរួចចាំប្រាប់គ្រាន់តែលើពាក្យថាជួយជញ្ជូនអីវ៉ាន់មីមុខក្រាស់ប្រែជាស្លេកមុខខឹងឡើងក្រហមគិតក្នុងចិត្តថានាងចិត្តខ្លាចជាជំទាវធំទៅហើយមិនក៏ប្រើឲ្យមកធ្វើការងារអន់បែបនេះតែមេលីណានៅក្បែរនោះគេប្រាប់ថានេះច្បាស់ជាគេកំពុងសាកល្បងចិត្តឯងហើយដើម្បីចង់ដឹងថាឯងស័ក្តិសមជាប្រពន្ធសេដ្ឋីឬអត់គ្រាន់តែមានមិត្តភក្តិអូទាញបែបនេះភ្លាមស៊ីវឈៀនបដូរទឹកមុខ180ដឺក្រេញញឹមបិទមាត់មិនចិត្តរួចស្ទុះទៅលើកេះអីវ៉ាន់យ៉ាងលឿនព្រមទាំងនិយាយថាខ្លួនមិនមែនជាមនុស្សស្រីទុនខ្សោយនោះទេតែក្នុងចិត្តឯណោះវិញកំពុងតែខំមាត់សង្កត់ចិត្តគិតថាដើម្បីបានខ្លាចជាជំទាវតតែអត់ធ្មត់ឲ្យតែឆ្លងផុតការសាកល្បងថ្ងៃនេះស៊ូឆិនប្រកាសជារៀបការជាមួយនាងមិនខានចំណែកអេមីលីណាវិញឃើញឱកាសល្អក៏អោនពឹងដើមទ្រូងបញ្ចេញសាច់សក់ខ្ចីនៅមុខស៊ូឆិនរួចធ្វើជាញឹកញាក់សុំជួយលើកវាកំពុងតែគិតក្នុងចិត្តល្បិចកិច្ចកលថាពួកកូនសេដ្ឋីចូលចិត្តណាស់រឿងស្រីញីបើវាបញ្ចេញមុនស្នេហ៍បន្តិចទោះមិនបានធ្វើប្រពន្ធពេញច្បាប់ក៏គង់តែបានស៊ីកាក់សំណល់ខ្លះដែរឃើញសត្វល្ងងទាំងពីរទូក្បាលមកឲ្យប្រើហ្វ្រីបែបនេះក៏ញញឹមចុងមាត់យ៉ាងពឹសពុលគិតក្នុងចិត្តថាកម្លាំងពលកម្មមិនបាច់ជួអញ្ចឹងមិនប្រើមិនបាច់មហូប1000តុនិងតកក2000តោនទោះបីជាមានកម្មករស្រាប់ក៏ចំណាយពេលយូរដែរលើកអីវ៉ាន់ដល់ល្ងាចទីបំផុតក៏រួចរាល់ហើយសៀវឈៀនគឺសោអស់កម្លាំងមែនទែនឈរញ័រជើងតតាគុំសូឆិនទុកថាហ៊ានធ្វើបាបនាងបែបនេះចាំមើលទៅរៀបការជាមួយគេហើយនឹងចាយលុយវាឲ្យអស់ហ្មងអេលីណាវិញឈរលេងរួចហើយកំពុងតែអង្គុយដកដង្ហើមចង្រិតបែកញើសប៉ុនក្របពោតអាប៉ងគឹកនេះហ៊ានមកឲ្យអញលើករបស់ធ្ងន់បែបនឹងផងឈៀននឹងស្មានតែការសាកល្បងចិត្តត្រូវបានបញ្ចប់ក៏ទន្ទឹមរង់ចាំមើលសូឆិនសំនាងរៀបការងាកមកមើលស៊ូឆិនវិញអត់ខ្វល់ពីពួកកញ្ញានឹងទេដើរមកសរសើរកម្មកររួចក៏ហុចអាំងប៉ាវក្រាស់ខ្មឹកឲ្យម្នាក់មួយជាទឹកចិត្តហើយប្រាប់ថាលុយថ្លៃឈ្នួលសល់ប្រមាណគេនឹងទូទាត់ឲ្យគ្រប់ក្នុងពេលមួយអាទិត្យតាមកិច្ចសន្យាគ្រាន់តែបើកអាំងប៉ាវមើលភ្លាមពួកកម្មករឡើងភ្នែកសអចង់ហោះព្រោះលុយនឹងយ៉ាងហោចណាស់ក៏10000យួនដែរឈៀនក៏ដើរមកបញ្ចេញដើមទ្រូងធ្វើមុខគួរឲ្យអាណិតសួរទៅស៊ូឆិនថាមានពាក្យអីចង់ប្រាប់នាងអត់ស៊ូឆិនសម្លឹងមើលមុខនាងដោយកសែភ្នែកស្មើរួចក៏ឆ្លើយយ៉ាងត្រជាក់អូភ្លេចអរគុណដែលបានជួយលើកអីវ៉ាន់តែអត់មានប្រាក់ខែឲ្យទេពួកកញ្ញាឯងអាចទៅវិញបានហើយឈៀនឡើងគាំងស្មានតែគេលេងសើចក៏ប្រាប់ឲ្យគេហៅភ្ញៀវចេញមកដើម្បីរៀបការកសាងគ្រួសារគ្រាន់តែលើពាក្យរៀបការភ្លាមស៊ូឆិនឡើងអស់សំណើចរៀបការអញក៏ចង់ដែរតែពេលនេះអញលក់ផ្ទះចោលបាត់ហើយថែមទាំងចម្ពាក់បំណុលគេទៀតតើនាងឯងនៅចង់រៀបការជាមួយអញទៀតអត់គ្រាន់តែលើថាក្រភ្លាមនាងមិនជឿទេពិធីជប់លៀងអស់លុយរាប់សិបលានជួភោជនីយដ្ឋានអស់រាប់ម៉ឺននឹងទិញអីវ៉ាន់ទាំងនេះទៀតមិនក៏ឯងគ្មានលុយស៊ូឆិនយកដៃស្ទាបកេះអីវ៉ាន់ក៏តបទាំងហីថាអូអីវ៉ាន់អស់នេះគឺមានតកែធំគេទិញធ្វើទៀនទៅតំបន់ក្រីក្រទេអញគ្រាន់តែមកជួយមើលការខុសត្រូវប៉ុណ្ណោះឬភ្លាមក្តីសម័យធ្វើជំទាវរបស់សៀវឈៀនក៏រលាកខ្ទេចគ្មានសល់ឈៀនខឹងឡើងញ័រខ្លួនស្ទុះទៅរកស៊ូឆិនទាំងកំហឹងស៊ូឆិនគិតបន្តិចឈរធ្វើមុខលយអញបោកអីហែង
នាងដួលលើដីស្រែកឡូឡាដោយឆ្កែឆ្កួតហើយមិនមែនជាកូនអ្នកមានទេកុំសង្ឃឹមថាបានរៀបការជាមួយអញឲ្យសោះស៊ូឈិនមិនទុកមុខឲ្យសម្លឹងចុះក្រោមមើងងាយអ្នកណាទៅខ្វល់ជាមួយមីស្រីមុខលុយដូចជាហែងនោះលីណាក៏ចង្អុលមុខគំរាមថាចាំមើលទៅហែងពួកឯងនឹងធ្វើឲ្យហែងស្ដាយក្រោយនិយាយចប់ក៏នាំគ្នារត់ចេញទៅបាត់ទៅបន្ទាប់ពីពួកមីនោះចេញផុតស៊ូឈិនសម្លឹងមើលទៅមុខរួចនិយាយរអ៊ូម្នាក់ឯងថាចាំដល់ថ្ងៃអវសានពិភពលោកមកដល់សិនពួកហែងនឹងស្គាល់រសជាតិហើយនិយាយចប់គេក៏ដើរទៅបិទទ្វារឃ្លាំងរួចប្រើថាមពលពិសេសបើកលំហអវកាសសរុបយកកេះអីវ៉ាន់រាប់ពាន់កេះចូលទៅក្នុងខ្លួនបាត់ស្រមោលដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃមហន្តរាយឈុតកាត់មកភោជនីយដ្ឋានមួយកន្លែងឈៀនកំពុងតែគៀកកិតជាមួយប្រុសថ្មីឈ្មោះសៀវយូវាងតាហើយដែលជាបងធំរបស់វ៉ាសៀវយូកំពុងតែអួតប្រាប់ឈៀនថាដើរតាមប្អូនអញដឹងតែស៊ីឆ្ងាញ់ដេកស្រួលហើយក្នុងសង្គមអ្នករកស៊ីពាក្យសម្ដីអញគឺមានមុខមានមាត់ណាអាល្អិតសៀវយូក៏ឆ្លៀតចាក់រុកឃើញអត់អាស៊ូឈិននោះវាធ្វើដាក់អូនឯងអញ្ចឹងអូនឯងគួរតែទាត់វាចោលមករកបងតាំងពីយូរមកម្លេះឈៀនក៏ញញឹមតាក់ទាញហើយយកក៏ប្រាប់មុំឲ្យបារម្ភចាំវាសុំបងធំឲ្យជួយបដៅសូឈិនឲ្យក្នុងចិត្តនាងក៏គិតថាអាល្អិតនេះក៏មិនអន់អីដែរហើយបងវាមានលុយទៀតតាក់តងវាប្រសើរជាងអាឆ្កែស៊ូឈិននោះមីនេះពិតជាមុខក្រាស់មែនដូរប្រុសលឿនជាងដូរខាលីអូទៅទៀតចៃដន្យអីស៊ូឈិនក៏កំពុងតែអង្គុយញ៉ាំស្តេកនៅតូបចិត្តនោះក៏គិតក្នុងចិត្តមីនេះពិតជាមិនរើសមុខមែនមានអីស៊ីនឹងហ្មងឈៀនងាកមកឃើញក៏ភ្ញាក់ព្រឺតសៀវយូឃើញសត្រូវចាស់ក៏ចង្អុលមុខប្តឹងបងធំភ្លាមបងធំមកមួយនឹងហើយដែលវាវាយខ្ញុំថ្ងៃមុនអាធាត់តាហើយឃើញមុខស៊ូឈិនក៏ញញឹមចង់មាត់ទាញបារីមកជួអូអាល្អិតនេះតាអញកំពុងតែរកមុខហែងផងមិននឹកស្មានថាហែងហ៊ានប៉ះប្អូនអញសោះថ្លើមធំមែនអាធាត់ប្រាប់ប្អូនវាថាអាមួយនេះវាបានយកផ្ទះមកបញ្ចាំខ្ចីលុយអញ600000ចំណែកឈៀននិងមិត្តភ័ក្តិក៏ឈរក្តាច់ត្រួយឌឺដងហ៊ានចម្ពាក់លុយបងហើយជាតិនឹងគ្មានផ្លូវសងរួចទេសំណាងហើយដែលអញផ្ដាច់ចំណងជាមួយវាអាចឈួតរត់តែងាប់ងាកមកស៊ូឈិនវិញកំពុងតែយកកន្សែងជូតមាត់យ៉ាងរំភើយធ្វើដូចអត់មានរឿងអីកើតឡើងអាធាត់តាហើយទ្រាំលែងបានក៏ដើរចូលមកក្បែរតុបញ្ចេញសាច់ដុំអាល្អិតស្អែកដល់ថ្ងៃសងលុយហើយនៅមានអារម្មណ៍អង្គុយស៊ីហាងផឹកស្រាទៀតអាប្អូនក៏លូកមាត់វាមានលុយឯណាបងធំកុំនិយាយច្រើនអាសម្រាមនេះវាហ៊ានវាយខ្ញុំបងឯងវាយវាវឹងឲ្យងាប់ទៅស្ថានភាពកំពុងតែតានតឹងស្រាប់តែមានចែអ្នកគ្រប់គ្រងហាងចូលមកខាត់អាធាត់ចង្អុលមុខស៊ូឈិនចង់ឲ្យគេលុតជង្គង់អោនក្បាលសំទោសទើបព្រមបញ្ចប់រឿងអ្នកគ្រប់គ្រងក៏សួរស៊ូឈិនថាមានរឿងអីស៊ូឈិនតបយ៉ាងប្រងើយអត់មានអីទេគ្រាន់តែសម្រាមប្រមាណក្បាលប៉ុណ្ណោះលើពាក្យនេះអាធាត់តាហើយឡើងក្រហមមុខខឹងទះទុកផាំងលើកឡើងថាថ្ងៃនេះមិនលើកលែងឲ្យស៊ូឈិនទេទូយមរិកមកក៏ដោយនិយាយមិនទាន់ផាត់មាត់ផងស្រាប់តែមានពូពុកចង្ការម្នាក់នាំកូនចៅមួយហ្វូងដើរចូលមកដោយទឹកមុខកាចណាស់សួរថាពួកឯងកំពុងធ្វើស្អីអ្នកណាហ៊ានមករករឿងនៅទីនេះ